នាំបាទបងប្រុសដែលជាម្ចាស់ផ្ទះហ្នឹងទៅបោះដើម្បីធ្វើការសាកសួរនាំនៅជុំវិញនឹងករណីបាទបង្កើតជាហិង្សានេះបងប្អូនបាទឥឡូវនាំគាត់ទៅបោះសិនបងប្អូនបាទនាំគាត់ទៅបោះបឹងកេកងទី2សិនបាទនៅជុំវិញនឹងករណីហិង្សាបាទនៅតាមបណ្ដោយផ្លូវ310ក្នុងទឹកដីសង្កាត់បឹងកេកងទី2ខណ្ឌបឹងកេកងរាជធានីភ្នំពេញបងប្អូនឥឡូវធំមកហេតុការណ៍ហ្នឹងយ៉ាងម៉េចខ្លះខ្ញុំស្គាល់បានគាត់ប្រាប់ថាគាត់ឆ្លុះមួយកង់3គេហ្នឹងគឺចូលផ្ទះគាត់ហ្នឹងហើយអូចូលមកផ្ទះចូលមកច្រានគាត់ធាក់គាត់ដួលបោកបាល់ហ្នឹងគាត់ដេកចឹងទៅអូអានេះគាត់ឈឺដែរគាត់ឈឺគឺទៅចេញពេទ្យអូមានន័យថាករណីដែលម៉ូតូលមកកង់3សៀមរាបហ្នឹងគាត់ចតនៅមុខផ្ទះហ្នឹងហើយម្ចាស់ផ្ទះមកដល់ប្រាប់ទៅក៏កើតជាហិង្សាទៅហ្នឹងហើយហិង្សាថាអត់តន់ចេះតចេញបងហ្នឹងក៏ធាក់បាត់ជើងផ្ងាក្រោយបោកបាល់ហ្នឹងក៏លេខដឹងខ្លួនចឹងទៅលេខទៅពៀនចឹងទៅអូមួយជើងផ្ងាក្រោយហ្នឹងលេខបណ្ដោយបាទឥឡូវអត់តន់ដឹងថាម៉េចទេភីគីគាត់សងខាងហ្នឹងមែនភីគីខាងម្ចាស់ផ្ទះអូឥឡូវអត់ទាន់ដឹងយ៉ាងម៉េចទេហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវ310ក្នុងសង្កាត់បឹងកេកងទី2ខណ្ឌបឹងកេកងរាជធានីភ្នំពេញបាទមានករណីដែលបរិសម្នាក់បានចតមកកង់3សៀមរាបនៅមុខផ្ទះរបស់បាទនេះផ្ទះគាត់មកជាមណ្ឌលការថែសម្ផស្សបាទN168 ក៏កើតជាហិង្សាមានការឆ្លូគ្នានៅតាមបណ្ដោយផ្លូវនេះឥឡូវនេះរថយន្តសមុយបានមកដល់ទីតាំងលកាត់ហេតុកំពុងតែធ្វើការយកបរិសុទ្ធដែលបានរងរបួសសន្លប់ដេកនៅមុនហ្នឹងទៅស្គូលអានទីប៉ែដែរបងប្អូនបាទឥឡូវយើងចង់ដឹងស្ថាលំអិតយ៉ាងណាយើងសួរភាគីខាងម្ខាងទៀតមើលដូចថាឥឡូវដំបងគាត់យ៉ាងម៉េចដែរបងបាននេះដើមឡាយចេះបាយកំផនខ្ញុំហ្នឹងគាត់ដាក់នៅមុខផ្ទះខ្ញុំហ្នឹងគឺច្រើនដងហើយបាទដាក់នៅមុខផ្ទះខ្ញុំច្រើនដងហើយខ្ញុំប្រាប់ឲ្យគាត់យកចេញបាទប៉ុន្តែគាត់ប្រាប់ថាអត់ឲ្យប្រពន្ធខ្ញុំចុះក៏អត់អូប៉ុន្តែពេលខ្ញុំចោះមកខ្ញុំប្រាប់គាត់មិនថ្ងៃមុនណាបាទខ្ញុំប្រាប់គាត់ឲ្យយកចេញឥឡូវខ្ញុំសួរគាត់យកចេញអត់បើអញ្ចឹងនិយាយដាក់គាត់យកចេញអូអត់ដាក់ពីថ្ងៃប៉ុន្តែមុនហ្នឹងនិយាយរួមទៅគាត់និយាយសម្ដីពិបាកដាក់ខ្ញុំច្រើនណាបាទហើយថ្ងៃហ្នឹងខ្ញុំជូនកូនខ្ញុំដើរលេងបាទមកពីដើរលេងមកគាត់ដាក់តុកនៅមុខផ្ទះខ្ញុំនេះអូខ្ញុំមកកាផ្លេគាត់ចេញអូចឹងបានលើកបានសារទេមិនបាទច្រើនដងហើយខ្ញុំឲ្យកាផ្លេគាត់ចេញខ្ញុំទៅវាយគាត់ធ្វើអីខ្ញុំទៅធ្វើអីគាត់ថាខ្ញុំច្រានគាត់ចោះមកគាត់ចោះមកខ្ញុំជិះឡានចូលទេគាត់ចោះមកគាត់យកច្បាក់តង់3គាត់ហ្នឹងបាទគាត់ហៅខ្ញុំហ្នឹងចេញមកបាទគាត់ហៅខ្ញុំចេញមកចឹងមានន័យគាត់ចង់បង្ករឿងមួយយើងបាទរយៈពេលប្រហែលថ្ងៃហើយមុនហ្នឹង2-3ថ្ងៃហ្នឹងហីនិយាយទៅចូលជាងកន្លះខែបងអាចចូលមួយខែក៏មានដែរខែបាទចុះមុនហ្នឹងយើងមានបានបតែបន្ទប់មួយគាត់ឬក៏យ៉ាងម៉េចដែរបានមានដែរបងមានស្រែកឲ្យគាត់ស្រែកដាក់គាត់មានស្រែកមុនហ្នឹងនិយាយទៅគាត់ស្រែកដាក់ខ្ញុំមុនគាត់ប្រាប់ថាអញអត់ចេញអូដំបងនិយាយថាអត់ចេញបាទឥឡូវអញអត់ហើយក្រោយមកអញអត់ចេញបាទហើយគាត់សួរខ្ញុំហ្នឹងឯងគាត់សួរខ្ញុំហ្នឹងឯងនិយាយហែងមកអញបាទហើយខ្ញុំមិនថាបងឯងនិយាយហែងមកខ្ញុំមុនមកខ្ញុំនិយាយហែងវិញបាទប៉ុណ្ណឹងទេហើយចាគាត់មានបានប្រើប្រាស់ហិង្សាទៅលើបងអត់ឬមួយយ៉ាងម៉េចទេបងគាត់ទាញចង្វាក់ហ្នឹងហៅខ្ញុំចេញប៉ុន្តែគាត់អត់មានបាញ់ខ្ញុំទេបាទខ្ញុំចេញហើយចេញមកបាទអញ្ចឹងខ្ញុំមិនចេញខ្ញុំថាម៉េចមកធ្វើមកចង់ធ្វើមកហិង្សាហាងបងមានកាមេរ៉ាដែរបាទគាត់យើងអាហ្នឹងគាត់ជេរម៉ែខ្ញុំច្រានគាត់អូច្រានគាត់ដួលបោកម៉ាហ្មងផ្ទះទៅអីបងដុតផ្ទះទៀតហ៎ច្រានហក់ច្រានអូអញ្ចឹងខ្ញុំចេះអញ្ចឹងមិនថាបើអត់សួរទេអត់ដឹងសាច់រឿងទេឥឡូវបើអត់សួរទេគិតទៅថាស្មានតែភាគីខាងប្អូនច្រានគាត់ហើយពេលគាត់កាន់ច្បាក់ហ្នឹងគាត់ហៅខ្ញុំចេញតែប៉ាប់គ្នានិយាយបាទអីណាមិនថាតែប៉ាប់បាច់គ្នាទេបាទពទាហ្នឹងដុតផ្ទះខ្ញុំទៀតដុតផ្ទះទៀតហ្នឹងអូអញ្ចឹងមានន័យថាគាត់ចង់បង្ករឿងជាមួយយើងហ្មងយើងហមទៅម៉ាញ់គាត់មើលខ្ញុំគាត់ថាគាត់ចតនៅមុខថ្នល់ទេមិនមែនផ្ទះខ្ញុំទេអញ្ចឹងខ្ញុំសួរគាត់ហ្នឹងវាយស្គាល់ផ្លូវផ្ទះរបស់គេចេញចូលអត់ចាបាទវាយថាផ្លូវថ្នល់បាទអូនេះតែពិតសាច់រឿងអញ្ចឹងទេបាទបើសិនជាអត់សួរមកចាហៀងយើងស្មានដែរហើយនិយាយរួមទៅតែគាត់ជាមនុស្សម្ចាស់ផ្ទះចិត្តតែគាត់ដោយសារយើងគិតថាខ្មែរដូចគ្នាមិនបានគ្រាន់តែគេចតមុខផ្ទះគាត់កើតជាហិង្សាឆ្លុះគ្នាអញ្ចឹងការពិតដោយសារវារឿងវាមានដើមវាមានហេតុវាមានផលអញ្ចឹងគាត់សុំឲ្យឆ្ងាយចូលឡានរបស់គាត់ចតកង់3នៅមុខផ្ទះខ្ញុំដេកស្ដោករាល់ថ្ងៃខ្ញុំប្រាប់ខ្ញុំមានកាមេរ៉ាខ្ញុំអត់ចេះតែនិយាយតែមាត់ទេបាទដេកស្ដោកនៅមុខនោះរាល់ថ្ងៃបាទពេលមុនអត់ថាឲ្យដាក់នៅកណ្ដាលផ្ទះហ្មងបើពេលថាឲ្យខ្លះមិនដាក់នៅកន្លែងកលៀតនេះបាទមិនឥឡូវយើងទៅមួយសមាជិកដោះស្រាយសិនហ្នឹងហើយបងបាទ
អរគុណច្រើនអរគុណ បាទ បងប្អូនឥឡូវការបញ្ជាក់ពីភាគីខាងបាទម្ចាស់ផ្ទះរបស់គាត់ហ្នឹងគាត់បានថាកាប់ពិតបងប្រុសដែលជាម្នាក់រត់កង់3ស៊ីមៀមហ្នឹងគឺគាត់បានមកចតនៅនឹងប្រហែលដងហើយមិនមែនតែម្ដងហ្នឹងទេចតហូតហើយមានន័យថាមកឌឺដងគាត់អីចឹងណាមកចតឲ្យដេកនៅលើកង់3ហ្នឹងតែម្ដងហើយប្រាប់ម្ដងជា2ដងជា3ដងគាត់អត់ព្រមបាទចេញពីទីតាំងនេះគាត់ថាំងផ្លូវសាធារណៈចឹងក៏កើតជាហិង្សាប្រាប់ប្រពន្ធគាត់ផងឮថារដិតផ្ទះគាត់ចោលទៀតបងប្អូនបាទនេះការបញ្ជាក់របស់ភាគីខាងម្ចាស់ផ្ទះបញ្ជាក់មណ្ឌលកែសម្ផស្សបាទ N168 នេះទេបាទគាត់បានបញ្ជាក់មកក្រុមការងារយើងណាបាទឥឡូវទីទៀតសមាជិកនាំបាទបងប្រុសដែលជាម្ចាស់ផ្ទះហ្នឹងទៅបោះដើម្បីធ្វើការសាកសួរនាំនៅជុំវិញនឹងករណីបាទបង្កើតជាហិង្សានេះបងប្អូនបាទឥឡូវនាំគាត់ទៅបោះសិនបងប្អូនបាទនាំគាត់ទៅបោះបឹងកេកងទី2សិនបាទទៅជុំវិញនឹងករណីហិង្សាបាទនៅតាមបណ្ដោយផ្លូវ310ក្នុងទឹកដីសង្កាត់បឹងកេកងទី2ខណ្ឌបឹងកេកងរាជធានីភ្នំពេញបងប្អូនឥឡូវយកទៅហើយបាទករណីនេះខ្ញុំសូមបញ្ជាក់ម្ដងទៀតគឺករណីបរិសម្នាក់ជាអ្នករត់កង់3សៀមរាបហ្នឹងគាត់ចតនៅមុខផ្ទះបាទមជ្ឈមណ្ឌលថែរក្សាសម្ផស្ស N168 ហ្នឹងគឺនៅតាមបណ្ដោយ3ឲ្យ10ហ្នឹងក៏បានចតនៅមុខហ្នឹងជារៀងរាល់ដងម៉ានថ្ងៃហើយការហិង្សាមិនមែនតែទុំថ្ងៃហ្នឹងទេគឺមានការឈានដល់ប្រាំងសាហ្នឹងគឺប្រហែលថ្ងៃមានការឆ្លោះគ្នាហ្នឹងហើយក៏មានការឆ្លោះបកាយគ្នាប្រាប់ហើយគាត់យកចេញអត់ចេញតើការជាហិង្សាតែម្ដងឥឡូវខ្ញុំបាទសូមបញ្ចប់ការផ្សាយទៅនេះព្រោះកំហុសខុសឆ្គងត្រង់ចំណុចប្រការណាមួយមិនសមរម្យក៏សូមខន្តីជាស្រ័យដល់ខ្ញុំបានអស់នេះផងដែរខ្ញុំបាទគឹមដងរួមអ្នកក្រុមការងារលំអរកាយរវាងសូមអរគុណ